នៅព្រឹកថ្ងៃបន្ទាប់ខ្ញុំទៅលើកទឹកតែឪពុកម្ដាយក្មេកព្រះនាងជីងញឹមបាត់មាត់មិនចិត្តហើយបានអាំងប៉ាវខ្ញុំដល់ក្រាស់មួយបម្រើតែរួចគាត់បានធ្វើសកម្មភាពអាថ៌កំបាំងខ្ញុំចូលទៅក្នុងបន្ទប់សិក្សាយកដុំគំនូចេញពីថតគេសម្ងាត់យីងមើលនេះខ្ញុំងឿងឆ្ងល់លាតគំនូនោះចេញក្នុងរូបគំនូនោះមានក្មេងស្រីម្នាក់ស្លៀករ៉ូបពណ៌បៃតងកំពុងអង្គុយក្បែរមាត់ស្ទឹងជួយទន្សាយតូចដែលរងរបួសក្មេងស្រីមើលទៅក្មេងជាងវ័យកំពុងផ្ដោតអារម្មណ៍ជាមួយស្នាមញឹមទន់ភ្លន់នោះគឺជាខ្ញុំកាលពី5ឆ្នាំមុនពេលនោះខ្ញុំមិនទាន់បានជួបបៃជុនហ៊ឺតេមិនទាន់ត្រូវបានជាឥទ្ធិពលពីវិន័យប្លែកនោះទេនេះគឺព្រះនាងជីងដកដង្ហើមធំភ្នែកស្រទន់ដោយក្តីស្រឡាញ់នេះគឺឈីយូបានគូររូបនេះកាលពី5ឆ្នាំមុននៅឆ្នាំនោះគាត់អំដំណើរឪពុករបស់គាត់ទៅបេសកកម្មឆ្លងកាត់ភៀកខាងលិចគាត់បានឃើញកូនមួយផ្លែគាត់និយាយថាគាត់មិនដែលឃើញស្ត្រីណាដែលមានភាពស្រស់ថ្លាបែបនេះទេគាត់បានស្វែងរកអ្នកអស់រយៈពេល5ឆ្នាំមកហើយប៉ុន្តែមិននឹកស្មានថាកូនបានភ្ជាប់ពាក្យដំបូងឡើយគាត់មានបំណងការពារនាងដោយស្ងៀមស្ងាត់បើមិនមែនថាគ្រូសាភីធ្វើបាបកូនពេកគាត់ក៏មិនអាចដណ្ដើមកូនក្រមុំទេខ្ញុំកាន់រូបគំនូនៅក្នុងដៃទឹកភ្នែកហូរចេញពីភ្នែកវាបន្តធ្លាក់ចុះការពិតនៅរយៈពេលដែលខ្ញុំមិនទៀបខ្លួននឹងតែមានមនុស្សចាត់ទុកខ្ញុំជាកំណប់ថែរក្សាខ្ញុំទុកក្នុងចិត្តទន្ទឹមនឹងនេះនៅឯគេហដ្ឋានរបស់ភីយន្ទីបំផុតគាត់ក៏ភ្ញាក់ឡើងបើភ្នែកភ្លាមរឿងដំបូងគឺសួរអ្នកបម្រើយីងនៅឯណានាងមកវិញហើយឬនៅអ្នកបម្រើញ័រខ្លួនលុតជង្គង់លើដីលោកប្រុសពិធីមង្គលការរបស់អ្នកនាងឈូត្រូវបានបញ្ចប់កាលពីម្សិលមិញបៃជុនហ៊ឺស្រឡាំងទាំងអស់រយៈពេលយូររួចក៏ស្រាប់តែស្រែកយំដូចសត្វគាត់បានចាប់យកចានថ្នាំដែលនៅក្បែរគាត់កំទេចយ៉ាងខ្លាំងនៅលើដីចេញទៅអ្នកទាំងអស់គ្នាចេញទៅគាត់ចាប់បានវាបំបែករបស់របរធ្វើឲ្យរបស់របរត្រូវបានកំទេចចោលជាបំណែកគាត់បានដួលចុះអង្គុយដោយអស់កម្លាំងនៅក្នុងរបស់របរបាក់បែកក្នុងដៃនៅកាន់ស្នៀតសក់ដែលខ្ញុំកាច់បាក់លើកមុនការចងចាំពីអតីតកាលចាក់ផ្សាយឡើងវិញនៅក្នុងខួរក្បាលគាត់ស្នាមញឹមពេលខ្ញុំយកស៊ុបមកឲ្យគាត់ពេលខ្ញុំដេរសម្លៀកបំពាក់ឲ្យគាត់ភាពអត់ធ្មត់និងកំសត់ពេលខ្ញុំលំបាកមឹងសៀនចិនដោយសារតែការបញ្ជាជនល្មើសឲ្យប្រព្រឹត្តបទល្មើសហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារដើមឡើយបំរុងទុកសម្រាប់ការជាក្រុមគ្រួសារភីគាត់ជឿមែនប៉ុន្តែខួរក្បាលនៅតែច្បាស់ល្អគាត់បានឲ្យគេចំណាយប្រាក់ច្រើនរត់ទំនាក់ទំនងឲ្យដោះលែងមឹងសៀនចិនចេញមកដោយសារតែរឿងអាស្រូវក្នុងគ្រួសាររឿងនេះមិនត្រូវផ្សព្វផ្សាយជាសាធារណៈទេមួយស្រីគ្រួសារភីមិនអាចស្លាប់ក្នុងគុកបានទេប៉ុន្តែលក្ខខណ្ឌសម្រាប់ការដោះលែងគឺថាមឹងសៀនចិនត្រូវរៀបការជាមួយភីយិនទោះជាប្រពន្ធចុងក៏ដោយព្រោះមានតែវិធីនេះទេទើបអាចអះអាងថាជាការយល់ច្រឡំមែនហើយគូស្នេហ៍វ័យក្មេងនេះបានឆ្លោះគ្នាបៃជុនហ៊ឺរឿងនេះហើយបដិសេធទាំងស្រុងខ្ញុំមិនចង់យកស្ត្រីពីស្ពូលនោះទេខ្ញុំចង់បានតែយីងប៉ុណ្ណោះឃើញមុខនាងខ្ញុំមានអារម្មណ៍ចង់ក្អួតខ្ញុំមិនរៀបការទេពុករបស់ភីនៅលើក្រេមាត់គាត់វាចហើយឲ្យគេលើគាត់ទៅជួបភីយិនហើយគាត់យកកន្ត្រៃមួយដាក់វាទោះនឹងកញ្ចឹងក៏របស់គាត់និយាយគំរាមកំហែងមិនច្បាស់លាស់បើឯងមិនរៀបការទេយើងនឹងសម្លាប់ខ្លួនឲ្យឯងមើលត្រកូលគ្រួសារភីមិនអាចបញ្ចប់បានទេស្ត្រីនោះទោះបីជាមុខខូចហើយមែនតែនៅអាចកើតបៃជុនហ៊ឺមើលឪពុកដាច់សរសៃឈាមខួរក្បាលនិងសម្លឹងមើលបន្ទប់ដែលរញ៉េញ៉ៃគាត់ដឹងថាគាត់គ្មានជំរើសនោះទេនៅយប់រៀបការគ្មានភ្ញៀវទេគ្មានសេចក្តីរីករាយស្នែងតូចមួយលើកមេងឆេនចេញពីទ្វារចំហៀងចូលមកហើយមេងឆេនចិនបើកស្បែកមុខបង្ហាញមុខមួយដែលមានស្លាកស្នាមរដេរដប់បែរមុខទៅរកបៃជុនបង្ហាញស្នាមញឹមមួយបងជីដូនមួយទីបំផុតយើងបាននៅជាមួយគ្នាហើយបៃជុនហ៊ឺសម្លឹងមើលនាងក្នុងក្រពូចង់ក្អួតលើកដំបូងចាប់តាំងពីរៀបការនៅក្នុងពិធីជប់លៀងខ្ញុំបានអបដៃឆេលខៀសម្លៀកបំពាក់ផ្លូវការខ្ញុំស្លៀកពាក់ឈុតពណ៌ក្រហមភ្លឺជាមួយនឹងស្នៀតសក់រំយោនមាសមុខមាត់ស្រស់ស្អាតភ្លឺថ្លាសៅជីយូស្លៀកពាក់អាវផាយខ្មៅធ្វើពីប្របូតខ្ពស់សង្ហាការពារខ្ញុំដោយប្រុងប្រយ័ត្នពេលយើងលេចចេញមកភ្នែកទាំងអស់នៅជុំវិញត្រូវបានតាក់ទាញមកហើយភីយិនអង្គុយនៅជ្រុងម្ខាងគាត់ស្គមណាស់ខុសពីមុនរូងភ្នែកនិងពុកចង្កាមេងឆែននៅក្បែរគាត់បានពាក់ស្បៃមុខក្រាស់មែនបង្ហាញតែភ្នែកអាក្រក់មួយគូប៉ុណ្ណោះភ្នែករបស់ភីយិនគាត់បន្តសម្លឹងមើលពោះខ្ញុំនៅតែរៀបស្មើប៉ុន្តែការងឿឆ្ងល់ក្នុងភ្នែកគាត់កាន់តែខ្លាំងឡើងវីយូហើយនៅតែមិនអ្វីទៀតនេះត្រូវប្រកាសជាមកពីឆេថៃគ្មានប្រយោជន៍ឬក៏ប្រហែលខ្លួនរបស់យីងជឿហើយមិនអាចមានកូនក្នុងពិធីគាត់បកសម្បកបង្គាជ្រលក់ទឹកជ្រលក់បញ្ចុកដល់មាត់ខ្ញុំសាករបស់នេះមើលវាស្រស់ណាស់ខ្ញុំសាយបើកមាត់ញ៉ាំរួចជួយជូតមាត់គាត់ដោយធម្មតារូបភាពនេះបានទម្លុះបេះដូងរបស់ភីយិនគាត់ងើយក្បាលហើយផឹកស្រាមួយពេងធំភ្នែកឡើងក្រហមដូចចង់ស្រក់ឈាមមឹងសៀនចិនឃើញបែបនេះអារម្មណ៍ច្រណែនគាត់ក៏លើកកែវស្រារបស់គាត់ធ្វើពុតជាដើរកាត់ខ្ញុំជើងធ្វើជាដួលអូយមួយពេងពេញដោយស្រាស្រោចលើសំពត់ខ្ញុំជាវខៀវមានប្រតិកម្មយ៉ាងរហ័សដោយគ្រវីដៃអាវវែងរបស់គាត់បាំងស្រានោះទុកវាវិញហើយស្រាទាំងអស់ស្រោចនៅលើមុខរបស់មេងឆេនចិននាងស្រែកឡើងស្បៃមុខរបស់នាងសំហើយស្អិតជាប់នឹងមុខខ្ទេចខ្ទីវាស្អិតជាប់បង្ហាញរូបរាងស្លាកស្នាមជាវខៀវបានមើលយ៉ាងត្រជាក់បើមិនចង់ស្លាប់ទេចេញឲ្យឆ្ងាយបន្តិចខ្ញុំទៅសាលខាងក្រោយបដូរសម្លៀកបំពាក់ពេលចេញពីបន្ទប់កញ្ចក់ខ្ញុំក៏ត្រូវបានបាំងដោយស្រមោលខ្មៅមួយមុខនោះគឺភីយិនហើយគាត់មានក្លិនស្រាទឹកមុខស្រពោននិងឈួតនៅក្នុងភ្នែករបស់គាត់ខឹងយ៉ាងខ្លាំងគាត់លូកដៃទៅចាប់ស្មារបស់ខ្ញុំតែខ្ញុំបែរខ្លួនគេចចេញយីងអ្នករស់នៅមិនសុខទេមែនទេគាត់កំពុងសម្ដែងមែនទេនៅចំពោះមុខមនុស្សជាច្រើនបែបនេះក៏បង្គាគឺគ្រាន់តែចង់បង្ហាញខ្ញុំប៉ុណ្ណោះអូនស្រកទម្ងន់ហើយភ្នែកក៏លែងភ្លឺដូចមុនទៀតហើយអូនប្រកាសជាសើចដោយបង្ខំហើយគាត់ចង់យ៉ាងខ្លាំងចង់រកឃើញនៅលើមុខខ្ញុំឃើញស្លាកស្នាមមិនសប្បាយចិត្តមិនថាមានការជ្រួញចិញ្ចាំបន្តិចរបស់ខ្ញុំក៏ត្រូវបានបកស្រាយថាខ្ញុំកំពុងរងទុក្ខដែរមើលស្ថានភាពឈួតរបស់គាត់សូម្បីតែការស្អប់ខ្ពើមនៅក្នុងចិត្តក៏បាត់ទៅហើយមានតែអារម្មណ៍ជ្រាលជ្រៅមួយនៅសល់គឺអាណិតភីយិនអ្នកពិតជាគួរឲ្យអាណិតអ្នករស់នៅក្នុងការស្រមើស្រមៃវាគួរឲ្យអស់សំណើចនិងគួរឲ្យអាណិតខ្ញុំរស់នៅ
បានល្អណាស់ល្អរហូតដល់ខ្ញុំសូម្បីតែនិយាយពីអ្នកក៏មានអារម្មណ៍ថាពាក្យនេះវាឈឺជាការជេរគាត់ទៀតមុខរបស់គាត់ប្រែជាស្លេកស្លាំងភ្លាមបូមមាត់គាត់ញ័រចង់និយាយតបភ្លាមនោះជាវថេររកមកដល់គាត់មិនបានធ្វើការវាយប្រហារទេសូម្បីមើលក៏មិនបានមើលពេយជន់ហឺផងគាត់គ្រាន់តែដើរមកដោយធម្មជាតិហើយអប់ចង្កេះខ្ញុំបាត់ដៃរបស់គាត់ដាក់លើពោះខ្ញុំថ្នមដោយប្រើសំឡេងទន់ភ្លន់ខ្លាំងប្រពន្ធសម្លាញ់ហេតុអ្វីបានជាទៅយូរម្ល៉េះកូនទាត់អូនហើយគ្រូពេទ្យអធិរាជអូនគួរសម្រាប់ឲ្យបានច្រើនខ្ញុំគង់មួយភ្លេតភ្លាមនោះខ្ញុំយល់ពីអ្វីដែលគាត់ចង់មានន័យខ្ញុំអបគាត់ដោយស្ដាប់បង្គាប់ហើយនិយាយយ៉ាងស្រទន់ថាមែនហើយអាល្អិតនេះក្បាលខូចពេយជន់ហឺបានឬថាដល់នេះដូចរន្ទះបាញ់ចឹងគាត់សម្លឹងមើលទៅដៃឆែវឆាយរាងកាយទាំងមូលឡើងញ័រមានផ្ទៃពោះមិនអាចទៅរួចទេមិនយូរប៉ុន្មានទេឆាវខែសម្លឹងមើលគាត់មួយភ្លេតហើយអបខ្ញុំងាកហើយចាក់ចេញទៅពេយជន់ហឺតែម្នាក់ឯងក្នុងខ្យល់ត្រជាក់ពេយជន់ហឺបានស្រឡាំងកាំងទាំងស្រុងគាត់ជឿខ្ញុំគាត់ជឿជាក់ថាខ្ញុំមានផ្ទៃពោះគាត់ចាប់ផ្ដើមផឹកស្រាច្រើនទាំងយប់ទាំងថ្ងៃសវនិកាបញ្ចូលរួមរាល់ថ្ងៃផឹកស្រវឹងដូចស្លាប់ភ្ញាក់ហើយផឹកស្រវឹងហើយយំហូតដល់អស់កម្លាំងរួចដេកគាត់មិនខ្វល់ពីរឿងគ្រួសារម៉ងសៀនចិនបានឆ្លៀតឱកាសនេះកាន់អំណាចនាងបានដឹងថាគ្រួសារពេយគឺជាមានតែសម្បុកទេពេយជន់ហឺក៏គ្មានប្រយោជន៍ដែរដូច្នេះគាត់ចាប់ផ្ដើមលួចពីឃ្លាំងដើម្បីរកលុយស្នាដៃសរសេរអក្សរផ្ចង់និងគំនូរបុរាណត្រូវបានលក់អស់យកប្រាក់ត្រឡប់ទៅម្ដាយរបស់នាងវិញសូម្បីតែលុយឈូរបស់ម្ដាយរបស់ភីក៏យកសម្ភារៈទាំងអស់នោះដែរថ្ងៃមួយពេយជន់ហឺបានពាក់កណ្ដាលភ្ញាក់ឡើងឃើញថានៅក្នុងបន្ទប់សិក្សាគំនូរល្បីជាច្រើនបានបាត់ខ្លួនគាត់ប្រញាប់ចូលទៅក្នុងបន្ទប់របស់ម៉ងសៀនចិនចៃដន្យឃើញនាងកំពុងរកប្រាក់ស្ត្រីចង្រៃហ៊ានលួចរបស់យើងផងពេយជន់ហឺពោពេញដោយកំហឹងគាត់ចាប់ម៉ងសៀនចិនជាមួយការវាយដំមួយម៉ងសៀនចិនក៏មិនមែនជាមនុស្សអន់ដែរនាងចាប់យកកន្ត្រៃក្រវីវីយ៉ាងសាហាវពេយចិនអាកំសាគ្មានសមត្ថភាពទុកស្ត្រីខ្លួនឯងបែបយកយើងបញ្ចេញកំហឹងគ្រួសារពេលនេះមិនយូរមិនឆាប់នឹងត្រូវខ្ទេចក្នុងដៃឯងយើងយកលុយខ្លះមិនបានទាំងពីរឆ្លោះប្រកែកណាក់បុយញ៉ៃញ៉ៃសំឡេងទ្រហូចឆ្លោះប្រកែកបីជិនហឺមិនធ្វើការមន្ត្រីផ្សេងក្រុមមិនបានប្តឹងព្រះចៅអធិរាជមិនពេញចិត្តគាត់យូរមកហើយនេះបាននៅហេតុផលកាន់តែច្រើនរាជសារព្រះរាជក្រឹត្យមួយត្រូវបានចេញ